ជំរាបសួរបងប្អូនទាំងអស់គ្នានេះហៅចាថ្ងៃនេះ SK Learning សូមចេញជាវីដេអូមួយដើម្បីណែនាំពីការរៀនភាសាចិនក៏ដូចជាភាសាថៃនិងភាសាអង់គ្លេសថាមូលហេតុអីបានជាប្រទេសជាតិយើងដឹងស្រាប់ហើយប្រទេសជាតិយើងមករយៈអត់ត្រូវជាមួយថៃទេប៉ុន្តែហេតុអីបានជានាងខ្ញុំនៅតែបន្តផុសពាក្យថៃណាដោយសារពីមុនមកខ្ញុំក៏ធ្លាប់ចេះប៉ុន្តែក្រោយមកដែលខ្សែតែការស្អប់យើងក៏បំភ្លេចចោលតែនៅពេលដែលស្រុកមួយចាប់ផ្ដើមដោះស្រាយបញ្ហារួចរាល់គេត្រូវការអ្នកចេះភាសាយើងភ្លេចអស់អញ្ចឹងហើយបានជាខ្ញុំដឹងថាតាមពិតប្រទេសជាតិយើងស្រឡាញ់ប៉ុន្តែបើសិនជាយើងស្រឡាញ់ប្រទេសជាតិពិតមែនយើងគួរតែចេះឲ្យបានច្រើនហើយកុំគ្រាន់តែស្អប់ថៃមួយហើយឬក៏ស្អប់ប្រទេសណាមួយហើយបំភ្លេចភាសានឹងចោលឬក៏មិនរៀនភាសានឹងតទៀតក៏ពិតត្រូវតែរៀននាងខ្ញុំយល់ថាការចេះភាសាច្រើនគឺល្អមែនទែនហើយខ្ញុំនៅតែបន្តផុសភាសាអង់គ្លេសចិននិងថៃគ្រាន់តែថាអត់បានច្រើនឬក៏អត់បានចេញជាវីដេអូសំឡេងទេគ្រាន់តែថាយើងផុសជាពាក្យព្រោះដោយសារធ្វើជាវីដេអូដាក់ភ្ជាប់ជាមួយនឹងសំឡេងហ្នឹងគឺវាចំណាយពេលច្រើនអញ្ចឹងណាអញ្ចឹងផុសអត់កើតទេអញ្ចឹងបើសិនជា edit ពាក្យផុសហ្នឹងគឺវាលឿនមែនតើសម្រាប់ការផុសវាងាយស្រួលបានប្រចាំថ្ងៃចា៎ហើយខ្ញុំសង្ឃឹមថាអ្នករៀនភាសាអ្នកឆ្លាញ់ភាសាកុំបោះបង់ណាទោះបីជាស្ថានភាពណាក៏ដោយយើងព្យាយាមរៀនវាទៅមួយថ្ងៃមួយពាក្យក៏ជាភាសាដែលយើងចេះដែរមួយថ្ងៃយើងនិយាយពាក្យចេះមួយបើសិនជាយើងអត់មានពេលមើលពាក្យថ្មីក៏យើងរំលឹកពាក្យចាស់មួយ2ពាក្យ3ពាក្យ4ពាក្យតាមដែលយើងអាចធ្វើបានហើយខួរក្បាលយើងព្យាយាមរនឹកមកយើងចាំអីបានខ្លះចឹងណាវិធីសាស្ត្រខ្ញុំរៀនគឺអញ្ចឹងខ្ញុំអត់ពេលខ្លះខ្ញុំអត់បានមើលមេរៀនរាល់ថ្ងៃទេប៉ុន្តែខ្ញុំព្យាយាមរនឹកថាខ្ញុំចាំបានអីគេខ្លះខ្ញុំចាំបានអក្សរអីគេខ្លះនិយាយរួមជាភាសាចិនភាគច្រើនគឺខ្ញុំព្យាយាមចិននិងអង់គ្លេសច្រើនព្រោះចិននិងអង់គ្លេសបច្ចុប្បន្ននេះគឺយើងត្រូវទីផ្សារមែនតើហើយបើសិនជាយើងចេះវាយើងក៏អាចរកការងារបានស្រួលឱកាសការងារច្រើនហើយប្រាក់ខែក៏សមរម្យដែលយើងអាចធ្វើបានអញ្ចឹងណាអញ្ចឹងខ្ញុំអត់មានពាក្យអីច្រើនទេខ្ញុំមានតែសូមអ្នកទាំងអស់គ្នារៀនឲ្យបានច្រើនហើយកុំជឿគេថារៀនច្រើនតែប្រាក់ខែ200 300អត់ទេ200 300នឹងសម្រាប់តែការចាប់ផ្ដើមដំបូងទេហើយមនុស្សយើងមិនមែននៅតែមកកន្លែងទេប្រកាសជាមានរកផ្លូវឲ្យខ្លួនឯងទៅមុខឯងអញ្ចឹងមានតែអ្នកចេះច្រើនទេដែលគាត់អាចរកផ្លូវឲ្យខ្លួនឯងច្រើនពេលខ្លះឱកាសមានហើយឱកាសមានប៉ុន្តែបើយើងអត់ចេះយើងចង់ចាប់ឱកាសហ្នឹងក៏ចាប់អត់ជាប់ដែរព្រោះដោយសារយើងអត់ចេះអញ្ចឹងមានតែអ្នកចេះស្រាប់ទេដែលគាត់អាចចាប់ឱកាសបានច្រើនអញ្ចឹងយើងកុំព្យាយាមបំបាក់ទឹកចិត្តខ្លួនឯងណាសម្រាប់អ្នករៀនហើយទោះបីជាមជ្ឈដ្ឋានជុំវិញខ្លួនអត់ឲ្យតម្លៃយើងនៅពេលយើងកំពុងរៀនក៏ដោយយើងត្រូវតែខំប្រឹងព្រោះថ្ងៃក្រោយទៅយើងរស់គឺយើងពឹងលើសមត្ថភាពខ្លួនឯងមិនមែនពឹងលើអ្នកដែលគាត់និយាយឌឺដងឬក៏មិនមែនរស់ពឹងលើមនុស្សជុំវិញខ្លួនទេសូម្បីតែបងប្អូនម៉ែឪក៏យើងអត់អាចពឹងគាត់រហូតដែរយើងពឹងលើខ្លួនឯងច្រើនជាងអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកដែលរៀនខំប្រឹងរៀនឲ្យបានច្រើនរៀនឲ្យចេះនិយាយរួមឲ្យតែយើងរៀនចេះគឺទោះបីជាយើងថាមិនមានដូចគេក៏យើងអាចរស់បានដូចគេឯងអញ្ចឹងណាយើងវាមិនពិបាកវេទនាអញ្ចឹងណាបាយបាយ